ដូនតាតូចនេះជាសាលារៀននាងមិនអាចរំខានខ្ញុំបែបនេះទេតាឯងក៏ថាខ្ញុំរំខានខ្ញុំមិនរើសអើងទេដូច្នេះនាងពេញចិត្តខ្ញុំណាស់គ្រឿងផ្សំមួយឯងពិតជាមោទនភាពណាស់ខ្ញុំនិយាយថាឈិនវាងមិនទៅជួបលីមែនបានស្រឡាញ់ស្រីផ្សេងហើយឈិនវាងនាងជានរណាជាមិត្តចាស់របស់តាទួតខ្ញុំកូនចៅនាងមើលទៅដូចជាសត្វក្អែកតើនាងព្យាយាមលួងលោមឈិនវាងមែនទេចាំខ្ញុំប្រាប់នាងទោះខ្ញុំមិនចូលចិត្តគេក៏ដោយក៏ខ្ញុំមិនឲ្យអ្នកណាយកគេដែរកុំខឹងអីនេះជាស្រីដែលអ្នកធ្លាប់ស្រមៃចង់បានឯងមានរសនិយមមិនអត់ខ្ញុំមិនចូលចិត្តនាងទេតាទួតខ្ញុំបានសុំឲ្យខ្ញុំមើលថែនាងព្រះហើយនាងស្អាតពេកហើយសម្រស់ដ៏ល្អឥតខ្ចោះនេះបានមកពីណាពួកឯងកំពុងមើលអីដូចជាស្រីបេសយ៉ាដេកជាមួយបុរសរាប់ពាន់នាក់តោះយើងទៅម៉ាស្រីក្បាលឈិនវាងជានរណាហេតុអ្វីបានជានាងអ្នកណាខ្វល់ពីស្រីបេសយ៉ានេះស្រីបេសយ៉ានេះមកពីណានាងហ៊ានលួចប្រុសខ្ញុំនាងអាចគ្មានឡៃស្នាក់នៅឯកាំងយើងបានដើរជុំវិញសាលា3ដងរួចហើយតើនាងស្វែងរកអ្វីវាចម្លែកណាស់ក្នុងសាលានេះមិនមានរស្មីឆ្នាំងទឹកទេលូចៅចាងចៅនាងសុទ្ធតែមានរស្មីឆ្នាំងទឹកតើឯងប្រកាសទេចំណាយពេលច្រើនបំផុតនៅសាលាគឺខ្ញុំការពិតណាស់បើមិននៅសាលាតើខ្ញុំនៅឯណាគេចំណាយពេលច្រើនបំផុតនៅសាលាពេល24ម៉ោងក្នុងមួយថ្ងៃជាមួយយើងចំណាយពេលច្រើនបំផុតនៅបារតើមានអ្វីពាក់ព័ន្ធជាមួយឯងបារគឺជាផ្ទះរបស់គេតើមែនទេវាជាអ្វីឯងបារជាអ្វីអូស្រីស្អាតនាងមិនដែលទៅបារទេមកខ្ញុំនឹងនាំនាងទៅសប្បាយទៅបារឲ្យខ្ញុំជូនទៅតោះមិនគួរទៅទេស្រីស្អាតមកសប្បាយឬដោយការគិតមនុស្សទាំងនេះសុទ្ធតែមានរស្មីឆ្នាំងទឹកឈិនឡុងបានលាក់ឆ្នាំងដាំបាយទឹកនៅក្បែរនេះមិនមែនជាកន្លែងល្អទេបើតាទួតខ្ញុំដឹងនឹងសម្លាប់ខ្ញុំតោះទៅវិញឆ្នាំងទឹកទាំង4នៅកន្លែងអាណាចក្របែបនេះពិតជាលាក់បាំងវាបានយ៉ាងល្អវាដូចជាឈិនឡុងយល់ដឹងយ៉ាងស៊ីជម្រៅអំពីឆ្នាំង4ទៅឈិនវាងនាងជានរណាឲ្យប្រកាសជីស៊ូមកជាមួយខ្ញុំកុំអីកញ្ញាជីស៊ូចូលចិត្តកន្លែងនេះណាស់កុំបំផ្លាញអារម្មណ៍នាងឯងមិនបានទៅជាមួយលីម៉ាពេលនាងមកដល់ខឹងឯងគិតថាមិនមែនជាកន្លែងល្អពួកឯងបានឃើញស្ថានភាពរបស់នាងហើយស្រីម្នាក់នេះមានជាតិពុលពេលឯងក្បែរនាងឯងនឹងញៀនរឿងអីតើវាញៀនបានយ៉ាងម៉េចប្រាប់ឲ្យដឹងផងមិនមែនជារឿងនោះទេណាតើឯងចូលចិត្តនាងមែនទេខ្ញុំមិនចូលចិត្តនាងសោះខ្ញុំចង់កម្ចាត់នាងចោលមកពីតាទួតខ្ញុំសុំឲ្យខ្ញុំមើលថែនាងល្អតាយើងនឹងមើលថែនាងជំនួសឯងកុំជ្រៀតជ្រែកអី